សួស្តីអ្នកទាំងអស់គ្នាបន្ទាប់ពីយើងបាន design នៅ website យើងរួចរាល់ហើយនៅក្នុងផ្នែកទី2នេះគឺខ្ញុំបង្ហាញលោកអ្នកអំពីការប្រើប្រាស់នៅ Codeigniter ដែលជា framework របស់ភាសា PHP មានន័យថាគឺដល់វគ្គយើងចូលសរសេរ code ជាមួយនឹង backend ពាក់ព័ន្ធជាមួយនឹង database បាទឥឡូវចំណុចនេះគឺយើងត្រូវចូលទៅ download ហើយនឹង install នៅ Codeigniter នៅក្នុង project របស់យើងដោយតែយើងបាន download នៅ framework របស់ Bootstrap អញ្ចឹងដែរបាទឥឡូវយើងអនុវត្តទាំងអស់គ្នាទៅហើយយើងបើក browser មក codeigniter.com បាទបន្ទាប់មកទៀតសូម scroll ចុះមកក្រោមដើម្បីរកប៊ូតុង download នេះគឺវា last version របស់វាគឺ 3.0.5 ហើយសូមចុចប៊ូតុងមកជាងសូមរងចាំបន្តិចបន្ទាប់ពី download រួចរាល់ហើយយើងចូលទៅកាន់ directory ដែលយើងបានរក្សាទុកនៅ file ដែលយើងបាន download ហ្នឹងមកបន្ទាប់មកទៀតខ្ញុំសូម copy យកទៅដាក់នៅក្នុង project របស់យើងនៅក្នុង try C warm ហើយ www បន្ទាប់មកទៀតដាក់ឈ្មោះនៅក្នុង project របស់យើងឈ្មោះថា lookingnew.com ខ្ញុំសូមផាសវាក្នុងហ្នឹងមកបន្ទាប់មកទៀតខ្ញុំសូម extract វាចេញមកចុច extract here បាទជំហានបន្ទាប់ខ្ញុំសូមលុប file ចេញហើយខ្ញុំសូមដូរកែ index នេះដាក់ថា home វិញដោយសារបើសិនបើយើងដាក់ index ទៅវាពាក់ព័ន្ធជាមួយនឹង Codeigniter អញ្ចឹងវាមានបញ្ហា error ឲ្យយើងនៅពេលយើង copy យើងខាត់ចេញពីក្នុង folder នេះមកវាឲ្យយើង replace អញ្ចឹងទៅបាទឥឡូវយើងសូមខាត់ចេញមកបាទបន្តមកទៀតលុបអ្វីដែលយើងមិនត្រូវការបាទបន្ទាប់ពីយើងបាន extract វាចេញមកហើយឥឡូវយើងធ្វើ test មើលថា Codeigniter របស់យើងនឹងដើរនៅបាទនៅពេលដែលចេញចេះមានន័យថាគឺយើងបាន install ហើយនឹងដំឡើងវារួចរាល់ហើយមានថាយើងវាដំណើរការហើយដូច្នេះនៅក្នុងវីដេអូបន្ទាប់ខ្ញុំបង្ហាញលោកអ្នកអំពីការនៅ config នៅក្នុង Codeigniter មួយចំនួនទៀតដើម្បីអាចប្រើប្រាស់វាបាន